ក្រុមហ៊ុនកំពុងផែនស្វ័យយ័តក្រុងប្រសេះអនុជាប់ជាក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្មល្អឆ្នាំប្រចាំឆ្នាំ2025ក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់របស់ឯកឧត្តមគឹមឈុនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វ័យយ័តក្រុងប្រសេះអនុត្រូវបានជាប់ជាក្រុមហ៊ុនដែលមានអភិបាលកិច្ចសាជីវកម្មល្អឆ្នាំប្រចាំឆ្នាំ2025ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនាយកករមូលបត្រកម្ពុជានិងផ្សារមូលបត្រកម្ពុជាជាមួយពិន្ទុ 95.81 ជាសក្ខីភាពជាក់ស្ដែងនៅក្នុងរយៈពេល11ខែក្នុងឆ្នាំ2025កំពុងផែនស្វ័យយ័តក្រុងប្រសេះអនុបានទទួលនាវាចូលចតចំនួន1615គ្រឿងមានកំណើនជាង 13% បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ2024ដោយបានផ្ទុកទំនិញជាទូកុងតឺន័រជាង 1,2600,000 ទូឬ TEU មានកំណើន 25% ធៀបទៅនឹងឆ្នាំ2024តាមការបញ្ជាក់របស់ឯកឧត្តមប្រធានអគ្គនាយកកំពង់ផែស្វ័យយ័តក្រុងប្រសេះអនុបានឲ្យដឹងថានៅក្នុងឆ្នាំ2024និងឆ្នាំ2025កំពង់ផែទទួលបានបរិមាណទំនិញជាកុងតឺន័រនាំចេញជាង 125,000 TEU នៅក្នុងឆ្នាំ2025មាន 57,9,276 TEU មានកំណើនជាង 30% បើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2024ឯកឧត្តមក៏បានសង្កត់ធ្ងន់ថាជារៀងរហូតមកកំពង់ផែស្វ័យយ័តក្រុងប្រសេះអនុតែងតែទទួលបាននៅការគាំទ្រនិងលើកទឹកចិត្តព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមូលដ្ឋានធ្វើឲ្យថ្នាក់ដឹកនាំមន្ត្រីនិងនយោជកកម្មករកម្មការិនីមានភាពកក់ក្ដៅរួបរวมគ្នាបំពេញការងារតាមមុខតួនាទីភារកិច្ចរៀងៗខ្លួនសម្ដៅចូលរួមបម្រើគោលនយោបាយនិងយុទ្ធសាស្ត្រគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យកំពង់ផែស្វ័យយ័តក្រុងប្រសេះអនុកាន់តែមានសន្ទុះអភិវឌ្ឍរួមទាំងការពង្រឹងពង្រីកសមត្ថភាពជាបន្តបន្ទាប់សម្ដៅរួមគ្នាសម្រេចបាននៅចក្ខុវិស័យក្លាយជាប្រទេសមានការអភិវឌ្ឍកម្រិតខ្ពស់នៅក្នុងឆ្នាំ2050